Rừng bếtនៃទីហ៊ានថៃឆ្លៀនពៀនកម្ពុជាដូចគ្នាតែខ្មោចទីហ៊ានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទីហ៊ានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបុណ្យខ្មោចទីហ៊ានថៃម្នាក់ដោយសារតែការចូលមកឆ្លៀនពៀនទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបុណ្យសពខ្មោចទាហានម្នាក់យ៉ាងអធិកអធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនជាមានតំណែងធំខ្ពង់ខ្ពស់អីជាងទាហានឆ្លៀនពៀនផ្សេងនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឆ្លៀនពៀនកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់កំបាំងអត្តសញ្ញាណទាហានរូបនេះណាស់ព្រោះខ្មាស់ខ្មែរហើយតាមដឹងមកទៀតគឺថាខ្មោចទាហានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃនៃដែនដីខ្មែរដែលពួកគេចូលឆ្លៀនពៀននៅឡើយមិនបានយកទៅធ្វើបុណ្យផងទេអញ្ចឹងហើយបានពួកមេដឹកនាំឆ្លៀនពៀនថៃប្រឹងលាក់ខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងទេតែគេធ្វើពិធីយ៉ាងអធិកអធមណាស់រីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបើយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពពួកមេដឹកនាំឆ្លៀនពៀនខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងការពិតបានបាត់អស់ពីលើផែនដីទៅហើយនោះនេះហើយជារឿងពិតដ៏សង្វេគនៃពួកទាហានឆ្លៀនពៀនខ្មែរឆ្លៀនពៀនដូចគ្នាទេតែវាសនាវិញគឺខុសគ្នាស្រឡះថាពេលនៅរស់ទៅចុះក្រែងលោវាសនាខុសគ្នាតែពេលស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែវាសនាខុសគ្នាដែរ